តពោធិ៍សាត់កាលដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបុត្រហើយឡើងសោយរាជនោះរាជវង្សានុវង្សបានបាក់បែកព្រុតប្រាសអស់ក្នុងនោះស្ដេចបញ្ញាចន្ទរាជាបុត្រព្រះធម្មរាជាក៏បានភៀវប្រកាយទៅសុំជ្រកកននឹងស្ដេចសៀមដោយក្តៅក្រហាយនឹងស្ដេចកនពេក7ឆ្នាំក្រោយមកព្រះអង្គចន្ទរាជាប្រើឧបាយកលបោកស្ដេចសៀមបានកងទ័ពសៀម5000នាក់និងស្បៀងគ្រប់គ្រាន់នាំចូលមកស្រុកខ្មែរវិញកាលនោះចៅហ្វាយខេត្តបាត់ដំបងបានថ្វាយទាហាននឹងការគាំទ្រទាំងស្រុងទូទាំងខេត្តមកបលពោធិ៍សាត់ចៅហ្វាយខេត្តនេះរឹងទទឹងរាយការណ៍សុំជំនួយពីស្ដេចកនទើបបញ្ញាមឿងដែលជាមេស្មឹងក្នុងខេត្តមានការស្មោះស្ម័គ្រនឹងព្រះអង្គចន្ទរាជារៀបចំគម្រោងការវាយឆ្មក់ហើយក៏សម្លាប់ចៅហ្វាយខេត្តរួចបញ្ចុះបញ្ចោលប្រជារាស្ត្រក្នុងខេត្តឲ្យមកចូលរួមជាមួយព្រះអង្គចន្ទរាជាព្រមទាំងថ្វាយសេះដំរីជាច្រើនដល់ព្រះអង្គសម្រាប់ធ្វើសឹកផងដូច្នេះហើយទើបព្រះអង្គច័ន្ទតែងតាំងគាត់ជាចៅបញ្ញាសួគ៌ាលោកគឺជាចៅហ្វាយខេត្តពោធិ៍សាត់និងជាមេទ័ពសម្រេចកិច្ចការរាជាគ្រប់ប្រការឯកូនរបស់តាមឿង4នាក់ទៀតក៏សុទ្ធតែទទួលឋានន្តរស័ក្តិខ្ពង់ខ្ពស់ជាចៅបញ្ញាមុខនាទីផ្សេងគ្នាដឹងដំណឹងដូច្នេះស្ដេចកនបានចាត់តាំងឲ្យលើកទ័ពប្រមាណជាង120,000នាក់ដើម្បីវាយកំទេចទ័ពរបស់ព្រះអង្គចន្ទរាជាដែលទើបនឹងកកាញ់បានថ្មីនេះទ័ពស្ដេចកនលើកទៅដល់ខេត្តក្រកស្រុកក្រកក៏ប្រយុទ្ធគ្នាជាមួយទ័ពព្រះអង្គចន្ទរាជាដែលមានតាមឿងដឹកនាំដោយឃើញស្ដេចកនលើកទ័ពទៅច្រើនពេកតាមឿនបានបញ្ជាទ័ពដកថយចូលបន្ទាយវិញទាំងអស់ដើម្បីទប់ទល់ទ័ពស្ដេចកនចំនួន10,000នាក់ទៅពាត់បន្ទាយរបស់ព្រះអង្គចន្ទរាជានៅឃុំបាក់នឹមឈ្មោះបន្ទាយជ័យដែលមានទ័ពតែ20,000នាក់អស់រយៈពេល12ខែធ្វើឲ្យហោចស្បៀងយ៉ាងខ្លាំងពុំអាចចេញទៅរកស្បៀងនិងពុំអាចវាយទម្លាយរបាំងហុំព័ទ្ធបានទៅបញ្ញាសួគ៌ាលោកមឿងផុសគំនិតសូមព្រះអង្គច័ន្ទធ្វើពិធីពលីជីវិតទៅកេណ្ឌទ័ពខ្មោចទ័ពឲ្យជួយដំបូងព្រះអង្គច័ន្ទសោកស្ដាយតាមឿងពេកពុំព្រមឲ្យតាមឿងធ្វើដូច្នេះឡើយតែដោយតាមឿងប្រុងអាកសម្លាប់ខ្លួនមុខព្រះភ័ក្ត្រព្រះអង្គទើបព្រះអង្គបណ្ដោយតាមចិត្តតាមឿងត្រេកអរក៏ឲ្យទាហានជីរណ្ដៃទំហំ7ហត្ថ4ជ្រុងហើយក្នុងរណ្ដៃដាំសុទ្ធតែលំពាំងរួចធ្វើពិធីបួងសួងយ៉ាងម៉ត់ចត់និងផ្ដាំថាបើយប់ថ្ងៃពេញបរមីខែពិសាខនេះស្អែកមានឮសន្ធឹកខ្ទរខ្ទើលើមេឃនិងដីឲ្យលើកទ័ពទៅវាយសត្រូវភ្លាមអ្នកមៀងខៀវដោយឈឺឆាចង់ជួយផែនដីក៏ថ្វាយបង្គំលាព្រះអង្គចន្ទរាជាលោតសម្លាប់ខ្លួនជាមួយតាមឿងដែរឯកូនតាមឿងទាំង4នាក់ឃើញឲ្យពុកស្លាប់ក៏ស្ទុះទៅលោតសម្លាប់ខ្លួនដែរតែគេចាប់ទាន់2នាក់គឺចៅបញ្ញាវិបុលរាជទេពនិងចៅបញ្ញាទេជៈសុខចំណែកចៅបញ្ញាវង្សាអគ្គរាជកែវនិងបញ្ញាបរទេសរាជដែលជាកូនទី1និងកូនទី2គេចាប់ពុំទាន់ក៏បានលោតទៅជាមួយឪពុកនិងញាក់មៀងទៅដែរដោយតាមបណ្ដាំតាមឿងមែននៅយុគពិនបរមីមានអភូតហេតុអស្ចារ្យឬសន្ធឹកខ្ទើខ្ទើលើមេឃនិងដីទៅព្រះអង្គចន្ទរាជាបញ្ជាឲ្យលើកទ័ពទៅចំសត្រីធ្វើឲ្យពួកវាភិតភ័យតកាមារត់ខ្ចាត់ខ្ចាយខ្លះត្រូវសម្លាប់ហើយរឹបអូបារស្បៀងអាហារនិងអាវុធយុទ្ធភុនជាច្រើនតក្រោយមកទៀតដោយមានទ័ពខ្មោចតាមឿងតាមជួយធ្វើឲ្យការធ្វើសឹកសង្គ្រាមជាមួយស្ដេចកនទទួលជ័យជំនះជាបន្តបន្ទាប់រហូតសម្លាប់ស្ដេចកនបានក្រោយពេលសម្លាប់ស្ដេចកនបាននឹងរៀបរយស្រុកទេស្រួលបួលមកស្ដេចសៀមផ្ញើសារឲ្យព្រះអង្គចន្ទរាជានាំយកសួយសារអាករមានទាំងដំរីសទៅថ្វាយប៉ុន្តែដោយព្រះអង្គច័ន្ទធ្វើមិនដឹងលីស្ដេចសៀមបញ្ជាឲ្យលើកទ័ពមកវាយជាច្រើនលើកមួយលើកនោះទ័ពសៀមបានមកដល់ស្វាយដូនកែវបោះជំរំនៅតាមបណ្ដោយស្ទឹងស្វាយដូនកែវព្រះចន្ទរាជាបានធ្វើពិធីសុំជំនួយពីតាមឿងហើយលើកទ័ពទៅពេលទៅដល់ស្រាប់តែឮសន្ធឹកលាន់លឺមេឃក៏គ្រើកដៃដោយសារតាមឿងនាំទ័ពខ្មោចមកជួយហើយធ្វើឲ្យទ័ពសៀមភឹតភ័យរៀកគួតដេកដួលមិនអាចតដៃបានទើបទ័ពព្រះអង្គចន្ទរាជាចូលសម្លាប់ពួកសៀមទាំងនោះនិងសល់ប៉ុន្មានរត់ខ្ចាត់ខ្ចាយទៅស្រុកវិនអស់លោករស់សំណាងអនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ថ្លែងថាដោយសារតែវិញ្ញាណក្ខន្ធតាមឿងតែងតែជួយទឹកដី
ពេលមានអាសន្នជាបន្តបន្ទាប់ទើបប្រជារាស្ត្រខេត្តពោធិ៍សាត់តែងតែប្រារព្ធពិធីរំលឹកដល់គុណតាមឿងរៀងរាល់ថ្ងៃមួយឆ្នាំម្ដងនៅខែពិសាខគឺជាខែដែលតាមឿងបូជាជីវិតទៅកេណ្ឌទ័ពខ្មោចក្រោយមកពិធីបុណ្យនេះបានក្លាយជាបុណ្យឡើងរោងអ្នកតាឃ្លាំងមឿងរហូតមកដល់បច្ចុប្បន្នព្រោះព្រលឹងតាមឿងបានក្លាយជាអ្នកតាដ៏មានឫទ្ធិតេជះខ្លាំងពូកែអាចជួយប្រជារាស្ត្រឲ្យរួចពីទុក្ខភ័យផ្សេងៗតាមការបន់ស្រន់និងតាមជំនឿរៀងៗខ្លួនរហូតមកដល់សពថ្ងៃនេះហើយទីភ្នូរលោកអុកញ៉ាឃ្លាំងមឿងនិងជំទាវខណ្ឌខៀវសពថ្ងៃស្ថិតនៅក្នុងភូមិកំពែងស្វាយឃុំស្នាមប្រាក់ស្រុកបាកានចម្ងាយប្រមាណ6គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់រណ្ដៅដែលលោកអុកញ៉ាមឿងបានលោតនោះគេបានរក្សាការពារទុកមកដល់សពថ្ងៃដោយធ្វើជាអគារមួយមានក្បាច់រចនាស្រស់ស្អាតគ្របពីលើហើយនៅគៀនជញ្ជាំងពីក្រោយរណ្ដៅឬភ្នូរនេះគេបានសាងរូបសំណាកលោកអុកញ៉ានិងអ្នកជំទាវតម្កល់ឲ្យឈើចង្អុលបែរទៅរកកន្លែងដែលគាត់បានលោតនោះទៀតបច្ចុប្បន្នទីនោះបានក្លាយជារមណីយដ្ឋានដែលមានអ្នកទេសចរជាតិនិងអន្តរជាតិទៅកំសាន្តរៀងរាល់ថ្ងៃថែមទៀតនិងប្រមូលបានប្រាក់កសាងសមិទ្ធផលជាបន្តបន្ទាប់ទៀតផង